សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសគឺសិស្សថ្នាក់ទី12ផ្នែកវិទ្យាសាស្ត្រសង្គមអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបាទនៅក្នុងការដោះស្រាយអនុគមបាទសម្រាប់ការសិក្សាអនុគមទៅលើអនុគមសនិទានអញ្ចឹងមុននឹងធ្វើការដោះស្រាយទៅលើអនុគមសនិទានគឺយើងត្រូវដឹងអំពីប្លង់នៃការរករបស់វាសិនដែលទី1គឺយើងត្រូវរកដែនកំណត់បន្ទាប់មកទី2គឺយើងត្រូវសិក្សាទៅលើទិសដៅអធិរភាពដែលទិសដៅអធិរភាពហ្នឹងគឺវាមាន3ចំណុចគឺមាន derivative ហើយ derivative ទី1យើងត្រូវពិនិត្យទៅលើអធិរភាពនិងតម្លៃបរិមាហើយទី2គឺយើងត្រូវគណនា limit និង asymptote ហើយមួយទៀតហ្នឹងគឺយើងត្រូវគូសតារាងអធិរភាពហើយមួយទៀតហ្នឹងគឺចំណុចទី3គឺ graph ទាក់ទងនឹង graph ហ្នឹងគឺយើងត្រូវរកចំណុចប្រសពនៃខ្សែកងឬក៏អទាំងពីរឬក៏ចំណុចពិសេសខ្លះទៀតហើយនឹងមួយទៀតហ្នឹងគឺលក្ខណៈឆ្លោះមានថាផ្ចិតឆ្លោះឬក៏អឆ្លោះរបស់អនុគមអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំធ្វើឡើងសម្រាប់សិស្សថ្នាក់ទី12បាទផ្នែកខាងសង្គមគឺការប្រឡងគណិតគឺអនុគមគឺបានពិន្ទុច្រើនហើយភាគច្រើនចេញទៅលើអនុគមសនិទានដែលអនុគមសនិទានហ្នឹងគឺភាគច្រើនចេញទៅលើ degree 2 លើ degree 1និង degree 2 លើ degree 2អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីការដោះស្រាយអនុគមបាទ degree 2 លើ degree 1អញ្ចឹងសម្រាប់ភាគ1ហ្នឹងគឺខ្ញុំបង្រៀនអ្នកទាំងអស់គ្នាអំពីការរកដែនកំណត់នៃអនុគមសនិទានតើគេរកដូចម្តេចអញ្ចឹងបន្ទាប់ពីបងប្អូនបានដឹងអំពីប្លង់នៃអនុគមសនិទានរួចហើយអញ្ចឹងចំណុចទី1ដែលយើងត្រូវរកនោះគឺយើងត្រូវរកដែនកំណត់នៃអនុគមតើគេរកដូចម្តេចអញ្ចឹងអ្នកទាំងអស់គ្នាចាំស្ដាប់ខ្ញុំមួយអញ្ចឹងការរកដែនកំណត់នៃអនុគមសនិទានហ្នឹងគេហៅថាអនុគមសនិទាន degree 2 លើ degree 1អញ្ចឹងយើងត្រូវឲ្យភាគបែងរបស់វានេះយើងត្រូវឲ្យភាគបែងរបស់វាគឺ x ដក1នេះត្រូវតែខុសពី0បាទអញ្ចឹងខុសពី0យ៉ាងដូចម្តេចអញ្ចឹងចាំមើលខ្ញុំទាំងអស់គ្នាអញ្ចឹងយើងសរសេរមកអញ្ចឹងដើម្បីរកដែនកំណត់នៃអនុគមសនិទានបានគឺយើងថាអញ្ចឹងថាអនុគម f យើងសរសេរមកអនុបាទអនុគម f អញ្ចឹងអនុគម f របស់យើងនឹងគឺមានន័យបាទមានន័យកាលណានេះមានន័យកាលណាយ៉ាងម៉េចគឺមានន័យកាលណានេះភាគបែងហ្នឹងវាខុសពី0នេះភាគបែងរបស់យើងអីគេ x ដក1អញ្ចឹងយើងយកមកគឺ x ដក1ហ្នឹងវាខុសពី0បន្ទាប់មកទៀតយើងចាប់ផ្ដើមទាញរកតម្លៃនៃ x បាទអញ្ចឹងយើងបោះ1មកខាងនេះមកអញ្ចឹងយើងបាន x ហើយយើងបោះ1មកខាងនេះមកយើងបាន x ខុសពី1ព្រោះនេះគឺ x ដក1អញ្ចឹងយើងបោះដក1មកខាងនេះអញ្ចឹងយើងបានដូរសញ្ញាអញ្ចឹងយើងបាន x ខុសពី1អញ្ចឹងនេះហើយគឺជាដែនកំណត់របស់យើងអញ្ចឹងការរកដែនកំណត់នេះគឺងាយស្រួលទេអញ្ចឹងយើងអាចឆ្លើយដូចនេះមកបាទដូចនេះដែនកំណត់ដាក់មកដែនកំណត់របស់យើងគឺអីគេដែនកំណត់គឺ d យើងប្រើ d គេហៅថាដែនកំណត់អញ្ចឹង d ស្មើ a ណា d ស្មើ a ហើយលើកលែងចំនួនប្រមាណអញ្ចឹងយើងលើកលែងគឺចំនួន1នេះលើកលែងត្រង់1នេះលើកលែងត្រង់1អញ្ចឹងន័យថា1ហ្នឹងគឺយើងមិនយកទេអញ្ចឹងនេះគឺជាការរកបាទដែនកំណត់របស់យើងបាទគឺងាយទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចងចាំថាការរកដែនកំណត់នៃអនុគមសនិទានគឺយើងត្រូវឲ្យភាគបែងរបស់វានឹងខុសពី0បន្ទាប់មកយើងរកឫសរបស់វាបាទឬក៏រកតម្លៃ x តើវាស្មើប៉ុន្មានឬក៏វាខុសប៉ុន្មានអញ្ចឹងទៅបាទ